បាទជាបឋមសូមគ្រប់នឹងជម្រាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តនិងសិស្សានុសិស្សទាំងអស់ដែលកំពុងទស្សនាវីដេអូរបស់លោកគ្រូបាទថ្ងៃនេះគឺយើងជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងវីដេអូនៃរបៀបដោះស្រាយចំណោទបាទនៅវគ្គទី2បាទកាលពីវគ្គទី1យើងបានជួបគ្នាម្ដងហើយតាក់ទងទៅនឹងរបៀបដោះស្រាយចំណោទប៉ុន្តែនៅពេលនេះគឺយើងជួបទៅនឹងចំណោទថ្មីទៀតបាទប្លែកខុសពីមុនបន្តិចទៀតបាទដូច្នេះសូមគ្រប់អញ្ជើញពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់និងព្រមទាំងបងប្អូនដែលជាសិស្សានុសិស្សបាទតាមដានទស្សនាតើចំណោទនឹងបែបណានិងត្រូវដោះស្រាយដោយរបៀបណាដូចតទៅបាទមុននឹងឈានចូលទៅដល់ប្រធានចំណោទក៏ដូចជារបៀបនៃការដោះស្រាយចំណោទលោកគ្រូសូមធ្វើការរំលឹកបន្តិចតាក់ទងទៅនឹងថាតើធ្វើម៉េចដើម្បីឲ្យការសិក្សាមានចំណេះដឹងពិតប្រាកដក្នុងខ្លួនហើយតើត្រូវធ្វើដូចម្តេចដើម្បីឲ្យការសិក្សានោះមានការវិវត្តទៅមុខចូលបងអូនចងចាំនឹងអង្គទាំង4របស់អ្នកសិក្សាដូចតទៅបាទទី1គឺសុចេបុលិសុចេបុលិនេះគឺបងអូនត្រូវទៅចាំបាទគឺស្ដាប់គិតសួរនិងកត់ត្រាបាទដូច្នេះទី1គឺបងអូនត្រូវទៅស្ដាប់នៅអ្វីដែលលោកគ្រូបាននិយាយទី2បងអូនត្រូវទៅគិតថាតើអ្វីដែលគ្រូបាននិយាយនោះវាត្រឹមត្រូវទៅនឹងឧទាហរណ៍ដែលលើកឡើងនឹងអត់ទេឬក៏បងអូនគិតថាខុសអីមិនម៉ាឬក៏បងអូនមានចម្ងល់អីបាទបងអូនទៅសួរបាទសួរឲ្យបងអូនកត់ត្រាទុកទើបចេះពិតប្រាកដបាទកុំឲ្យខាត់ពេលវេលាសូមគ្រប់អញ្ជើញលោកពុកអ្នកម្ដាយព្រមទាំងបងប្អូនជាសិស្សសិស្សចាប់ផ្ដើមមកមើលប្រធានចំណោទដូចតទៅបាទនៅថ្ងៃនេះគឺខ្ញុំសូមលើកយកប្រធានចំណោទចំនួន2ដែលមកដោះស្រាយបាទទី1គេចាក់ដីបំពេញកន្លែងមួយដែលមានបណ្ដោយ 45.75 ម៉ែត្រទទឹង 10.25 ម៉ែត្រនិងកម្ពស់2ម៉ែត្របាទនេះគឺជាទំហំដីដែលគេត្រូវចាក់តម្លៃដី1ឡាន1សែនរៀលហើយមានចំណុះ7ម៉ែត្រគីបបាទមានន័យថាឡានដឹកយកមកដាក់ហ្នឹងគឺ1ឡាន 100000 រៀលហើយក្នុង1ឡានគឺបានដី7ម៉ែត្រគីបសំណួរកតើគេត្រូវការដីប៉ុន្មានឡានអញ្ចឹងយើងត្រូវទិញគេប៉ុន្មានឡានដើម្បីចាក់ពេញទំហំដីយើងប៉ុណ្ណឹងខតើគេចំណាយអស់ប្រាក់ប៉ុន្មានបាទនេះគឺជាប្រធានចំណោទទី1ក្រោយពេលដែលបងប្អូនក៏ដូចជាប្រិយមិត្តដែលបានមើលប្រធានចំណោទនេះរួចហើយសូមមើលមករូបភាពថាតើទំហំដីដែលយើងត្រូវចាក់នេះមានរាងជាអ្វីដោយសារតែដីនេះមានបណ្ដោយមានទទឹងនិងមានកម្ពស់ដែលយើងត្រូវចាក់ដូច្នេះដីនេះគឺមានរាងជាប្រលេពីប៉ែតកែងដែលមានបណ្ដោយ 45.75 ម៉ែត្រនិងមានទទឹង 10.25 ម៉ែត្រព្រមទាំងមានកម្ពស់ឬក៏កម្រាស់ដីយើងត្រូវចាក់គឺ2ម៉ែត្របាទនេះគឺជារូបរាងដូច្នេះមានន័យថាដើម្បីបាទជាគំនិតខ្ញុំសិនដើម្បីរកថាតើត្រូវចាក់ប៉ុន្មានឡានគឺទី1ប្រិយមិត្តឬក៏លោកពុកអ្នកម្ដាយព្រមទាំងបងប្អូនដែលជាសិស្សសិស្សបងប្អូនត្រូវទៅស្វែងរកឲ្យឃើញនៅទំហំដីដែលយើងត្រូវចាក់ហ្នឹងគឺមាត្ររបស់ដីដែលយើងត្រូវចាក់ជាមុនសិនពេលដែលយើងដឹងថាតើយើងត្រូវការមាត្រដីប៉ុន្មានម៉ែត្រគីបហើយអញ្ចឹងយើងអាចរកចំនួនឡានឃើញដោយក្នុងមួយឡានគេដឹកយកមកចាក់គឺមាន7ម៉ែត្រគីបអញ្ចឹងយើងយកទៅចាយទៅឃើញណាបាទក្នុងមួយឡាន 100000 រៀលអញ្ចឹងបើយើងរកឃើញថាតើគេយើងរកសំណួរកឃើញអញ្ចឹងយើងឈានទៅរកសំណួរខឃើញអ្វីដែលយើងត្រូវគិតចំនួនឡានអត់មានក្បៀសទេ1ឡាន2ឡានបាទ3ឡានបាទអត់មានក្បៀសទេទោះបីតែចាក់ដីនឹង1ឡានកន្លះក៏ដោយក៏ឡាននឹងអត់មានក្បៀសដែរឡានទៅ2ដងបាទនេះ2ឡានតែគ្រាន់ថាឡានទី1ចាក់អស់ឡានទី2ចាក់អស់ពាក់កណ្ដាលសល់ដីពាក់កណ្ដាលជារឿងបោះដីអត់តាក់ទងមួយឡានអញ្ចឹងយើងនិយាយអំពីចំនួនឡានតើឡានទៅប្រមាណដងប្រមាណឡានដែលគេត្រូវចាក់អញ្ចឹងកន្លែងនេះគឺជាចំណុចមួយដែលជាកន្លឹះបាទកន្លឹះក្នុងការគិតបាទបើសិនជាបងអូនរកឃើញថាតើគេត្រូវការដីប្រមាណឡានស្រាប់ចេញមក3.2 ឡានมันអាចមាន 3.2 ឡានទេបើថា3ឡានគឺ3ឡាន4ឡាន4ឡានតែអារឿងនៅសល់ដីជារឿងផ្សេងឬក៏រឿងខ្វះបន្តិចតួចជារឿងផ្សេងបាទអញ្ចឹងគ្រូចង់បញ្ជាក់បន្ថែមនៅចំណុចនេះចូលទៅប្រធានចំណោទទី2បន្តទៀតគេចាក់ទឹកពេញអាងមួយរាងស៊ីឡាំងដែលមានអង្កត់ផ្ចិត 1.20 ម៉ែត្រនិងប្រវែង2ម៉ែត្របាទមានធុងនឹងផ្ដេក
បាទរៀងមូលជាស៊ីឡាំងផ្នែកសងខាងនៃអាងនេះផ្គុំដោយកន្លះស្វែមានអង្កត់ផ្ចិតស្មើនឹងអង្កត់ផ្ចិតស៊ីឡាំងមិនមែនបិទចិត្តធម្មតាទេគឺផ្គុំដោយកន្លះស្វែទៀតបាទកន្លះស្វែសងខាងអញ្ចឹងវាស្មើនឹងស្វែមួករោគចំណុះទឹកដែលមានក្នុងអាងនេះគេបញ្ជាក់ថា1ម៉ែត្រគីបស្មើ1000លីត្រអញ្ចឹងមាននេះសំណួរកនេះគេចង់សួររោគចំណុះទឹកដែរពេលដែលយើងរកឃើញឲ្យ8ទៅជាលីត្របាទគេមិនទៅសេដាក់មែនក៏ប៉ុន្តែយើងមើលនៅខាងចុងនៃសំណួរនេះគេបានដាក់ថា1ម៉ែត្រគីបស្មើនឹង1000លីត្រអញ្ចឹងមានន័យថាគេចង់បានចំណុះទឹកហ្នឹងទៅជាលីត្រដែរខបើមនុស្សម្នាក់ប្រើប្រាស់ទឹកអស់ជាមធ្យម200លីត្រក្នុងមួយថ្ងៃតើគ្រួសារមួយមានគ្នា5នាក់អាចប្រើទឹកនេះបានប្រមាណថ្ងៃបាទក្នុងមួយថ្ងៃគាត់ប្រើអស់200លីត្រម្នាក់អញ្ចឹងគ្រួសារនឹងមាន5នាក់អញ្ចឹងទឹកពេញមួយអាងនឹងប្រើបានប្រហែលថ្ងៃបាទយើងមកមើលរូបភាពទាំងអស់គ្នាបាទនេះគឺជាអាងទឹកដែលមានរាងជាស៊ីឡាំងនិងមាននឹងសងខាងនៃផ្នែកអាងនេះផ្គុំឡើងដោយកន្លះស្វែបាទដែលមានអង្កត់ផ្ចិត 1.2 ម៉ែត្របាទនិងមានប្រវែង2ម៉ែត្របាទអាងហ្នឹងអញ្ចឹងប្រវែង2ម៉ែត្របាទនេះគឺជារូបភាពចាប់ផ្ដើមធ្វើការដោះស្រាយទាំងអស់គ្នាបាទយ៉ាងម៉េចហើយសម្រាប់បងប្អូនដែលជាសិស្សនិស្សិតតាមរយៈប្រធានចំណោទ2នេះតើបងប្អូនបានដោះស្រាយខ្លះហើយឬនៅបាទបងប្អូនអាចធ្វើការសាកល្បងដោះស្រាយវាបានមុននឹងធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយរបស់លោកគ្រូហើយបើសិនជាចម្លើយរបស់បងប្អូនខុសឬក៏ចម្លើយរបស់លោកគ្រូខុសសូមមេត្តា comment ខាងក្រោមនៅចំណុចណាដែលបងប្អូនគិតថាបងប្អូនគណនាទៅមិនចេញដូចលោកគ្រូបាទឬក៏អាចនិយាយថាជាចម្ងល់ដែលបងប្អូនថាធ្វើទៅវាមិនចេញអញ្ចឹងបាទបងប្អូនអាចធ្វើការ comment បាទឬក៏ប្រិយមិត្តពុកម៉ែបងប្អូនដែលមើលទៅមានចម្ងល់អាចធ្វើការ comment នៅខាងក្រោមវីដេអូសាកសួរទៅនឹងព័ត៌មានផ្សេងៗឬក៏លោកពុកអ្នកម្ដាយអាចធ្វើការលោកពុកអ្នកម្ដាយធ្វើការសំណុំពរក៏បានបាទអរគុណតោះចាប់ផ្ដើមបន្តធ្វើការដោះស្រាយទៅនឹងចំណោទទី1បាទចំណោទទី1នេះគឺយើងឃើញថាទី1គឺយើងរកមានដីដែលត្រូវចាក់បំពេញបាទថាតើដីដែលយើងត្រូវចាក់នឹងមានប្រមាណម៉ែត្រគីបអញ្ចឹងទើបយើងអាចឈានទៅរកសំណួរកបានបាទដោយសារដីនេះមានរាងជាប្រលេពី8កែងដូច្នេះយើងយករូបមន្តរបស់មាត្រប្រលេពី8កែងមកប្រើគឺបណ្ដោយគុណនឹងទទឹងគុណនឹងកម្ពស់អញ្ចឹងស្មើ937.87 ម៉ែត្រគីបបាទលេខនេះគឺមានក្បៀសខាងចុងបន្តទៀតបាទដោយសារខ្ញុំយកក្រោយក្បៀសតែ2ខ្ទង់បាទមានក្បៀសតែ2ខ្ទង់ទេលេខនេះបាទរកចំនួនឡានត្រូវចាក់ដីបាទយើងរកចំនួនឡានដែលត្រូវចាក់អញ្ចឹងគេប្រាប់ថាក្នុងមួយឡានគឺដឹកដីមកចាក់បាន7គីបអញ្ចឹងទំហំដីយើងត្រូវចាក់មាត្រដីយើងត្រូវចាក់គឺ937.87 ម៉ែត្រគីបអញ្ចឹងយើងចែកមកយើងឃើញ134.កតុយចុងបន្តិចទៀតប៉ុន្តែដោយលោកគ្រូនិយាយពីដំបូងអញ្ចឹងគឺឡានអត់មានក្បៀសទេ1ឡាន2ឡាន3ឡានអញ្ចឹងគឺឡានទៅអញ្ចឹង1ឡាន2ឡាន3ឡានបាទអញ្ចឹងវាចេញ134.កតុយបន្តិចយើងអត់យកទេបាទបើសិនតែចុចដល់ចុច5យើងប្រកួតឡើងអញ្ចឹងយើងប្រកួតចំនួនឡានឡើងទៅមុខទៅឧបមាថា 134.1.02.03.3.4 យើងប្រកួតចុះក្រោមមក134ឡានបើសិនជាឡើងដល់ 134.5 ឡានអញ្ចឹងកន្លែងនេះគឺយើងយកទៅ 135 ឡានទៅបើនេះថាឡានចុងក្រោយគាត់ចាក់អស់តែកន្លះឡានទេនៅសល់ដីកន្លះឡានទៀតយកទៅវិញប៉ុន្តែនៅពេលនេះយើងស្ដាប់ឲ្យទាន់គឺប្រធានចំណោទយើងសួររកចំនួនឡានដែលត្រូវចាក់ដីអញ្ចឹងគឺស្មើនឹង134ឡានអញ្ចឹងចំនួនឡានមិនអាចមានក្បៀសទេបាទសូមជ្រាបនិងសូមយល់ឲ្យបានច្បាស់នៅចំណុចនេះបន្តមកទៀតបាទយើងឈានទៅទី2រកប្រាក់ត្រូវចំណាយសរុបបាទក្នុងមួយឡានគឺយើងបានឃើញហើយគឺ 10,000 រៀលអញ្ចឹង134ឡានយើងយកទៅគុណជាមួយនឹង 10,000 ទៅអញ្ចឹងវាចេញមកគឺ 13,400,000 រៀលបាទគូសំ 13,400,000 រៀលបាទអញ្ចឹងក្រោយពេលយើងរកឲ្យអស់រួចហើយ complete ទៅសេចម្លើយឲ្យបានត្រឹមត្រូវបាទឆ្លើយទៅតាមអ្វីគេសួរកតើគេត្រូវការដីចំនួនប៉ុន្មានឡានអញ្ចឹងឆ្លើយមកគេត្រូវការដីចំនួន134ឡានខ
ตาเกตรจำนายประสรบประมาณจังยังฉลายมั้งเกตรจำนายประสรบดอกใบเลี้ยนบุญแสนเรียลเอาก้นสำหรับจำนาวตีมวยบาดเลยส้มโจเตยจำนาวตีปีบาดอย่างไม่ได้ปนปนปกไม้บองปนหรือก็ปริมิดได้บานอ่านประเทศจำนาวของมันนี่บาดในประเทศจำนาวนี้คือยังเคยทาอ่างตึกนั้นมีเรียงเจอสิลังให้ซองข้างในอ่างตึกนั้นเก็บกุมลังปีกันลาสเวียกันลาสเวียซองข้างจังวิสมาสเวียมวยตะมูละให้มีนักกัดชัดในธงนั้นอ่างตึกนั้นคือจะล้อมธงมาหลายนั่นคืออ่างตึกมาหลายนี่คือมันแมนธงได้คืออ่างตึกมาbà an tật nắng cứ về miền nắng cọp chặt bao vía cứ muối cho một phay mài chân tầm nạc ca ti muối đầm mây ngày xưa cái dương ai rô cam bao an tật nắng center chân rô cam ở quân ban an tật bàn chân muối cho một phay mát dương trai chụp pi ban xôn cho một muối mát cày pe dương rô cam hay dương tờ rô miệt cần lắc xoe từng pi bà rốt miết cần lát xuê từng pi về châu kia bên đây smart bằng xuê mùi bạn dân mà chạy chụp pi đấy chấm pôn pôn ở trăm thế ông pi miết bỏ xuê mà miết bỏ xuê cứ buôn phệ bay con nâng phay con nâng cam chùm nâng bay đòn bạn chẳng như xe mắc buôn phệ bay con nâng phay bạn phay cái cầm nát cái dân dược bay cho tập buôn hay cam này dân mà rồi khơi cứ xôn cho vào mùi mai mà con chùm nâng bay đòn chân dân dược tại coi bị pi tung bạn hai cứ xôn cho cao sập mát kịp bạn này cứ chỉ miết khang nâng đẹp cung lang bị cần lắc xuê từng pí chân dân mà trái chứ trái hay dân con pi từ đài là bạn chân dân mà trái thế cứ khơi phần năng hay bắt đầu mà tiết cái dân rô miết thông mà miết thông cái dân rô tầm miết sạch cần nào biết đôi dân ọt kích bị cần lắc xuê khang đấy xong mà chỉ bác lại nâng bị giặt trở lom cái này thăm miết mày tới cứ rô tầm miết bỏ xì lăng cần đá lăng cái dân ọt kích xuê khang cọc bao khang tê đấy chẳng bạn đi thao về mình đến chỉ lắng chẳng những pra miệt bỏ xì lăng cứ tây là bát con nâng cầm pua bát chẳng tây là bát cứ cam con nâng phay con nâng cầm pua bù vay bỏ xì lăng nâng cứ pi mày bạn chẳng những ban pi cho một phay của mùi mệt kịp cái đó bây giờ rô khơi nhờ pi nâng hái cái dân bột vào châu này chẳng rô chùm nó tất để miền nông thông nâng miền nông an mà chứ ta khóc nông thông mà miền khăn an nữa tất để miền nơi khăn an nữa mà đi rốt chúng nó tất để miền khăn an mà chúng nó tất để miền khăn an cho những bộ của châu kia bạn dù còn lát xuyên từng pi bộ chúng ngoài xì lăng môi tới chân những bạn bay cho đọc của mùi mạt kịp bay cho đọc của mùi mạt kịp tam sầm nùa có cái bao một cái trò prab dương thăm mùi mạt kịp smart nó mùi pon lít chân mình tha ở quay để bật thiên cái trong mát ở dương kích tới chỉ lít chân những ban bồng bài tiết và mùi mát kíp small mùi pon lít chân bồng bài mát kíp từ lít cứ dân vô từ côn nâng mùi pon bạt côn tới những ban bay pon mùi rồi học sấp lít và nè cứ chỉ chùm nông tất để miếng nông hàng nè và to tới sum nô kho cái tha bờ một nông mình nè prao tất nông một ngày off pi rồi lít chân bậc cua sa nâng miếng kia pram nè ta pram ban bần màn ngày chân rốt chùm nôn ngày này ca prao tất nốt sầm rạp một nông pram nè và chân vô một chai mà bạn vô bay pon mà rồi học sập lít nắng chai nâng mà nè con nâng pram nữa mà nè prao pi rồi lít chân pram nè bị mùi pon lít chân những chai tới bạn bay choj mùi chiếng chân bay choj mùi này dân mưa chùm nôn ngày còn miền cái bia đá còn miền ở pi cái bia mùi ngày thế mà cứ mà ngày pi ngày bay ngày miền này thay dân prao bay ngày tức là so tật bản tít là bạn hàng nè prao cron này xong bay từ mình nè có prao cron trong một ngày như thế chẳng những vô chùm nôn ngay cứ chùm nôn cột chẳng cứ bấy tháng ngày bạn xong mà pôn trip cái này cho bà cái đó bây giờ rồi hai complete sẽ chùm lại bạn trầm tới được tam xong nôn được kể xua bạn chùm nó có cứ chùm nó tất để miễn nông thôn nông an nắng bạn nông thôn nông an nắng cứ bay pon mới rồi học split bà lại nắng kho ba mà nó pram nè prao tất ban bay tháng ngày mà chẳng bay tháng ngày ở hai mà ăn ba tự tiền
បាទតាមរយៈចំណោទដំណាក់កាលទី2នេះលោកគ្រូសង្ឃឹមថាបងប្អូនប្រិយមិត្តលោកពុកអ្នកម្ដាយព្រមទាំងបងប្អូនដែលជាសិស្សសិស្សបងអាចធ្វើការយល់បានខ្លះថាតើត្រូវដោះស្រាយវាម៉េចហើយចំណោទនេះគឺលោកគ្រូដកស្រង់ចេញពីក្នុងសភៅពុំគណិតជាតែម្ដងបាទនៅចុងក្រោយគេបាទសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូលើកក្រោយទៀតបាទសូមអរគុណសូមជម្រាបលា